សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel Bit Boss Zone នៅថ្ងៃនេះផងដែរយើងនឹងបន្តសាច់រឿងដ៏ជក់ចិត្តរបស់យើងគឺ Ipo ភាគទី10ដែលជាការបោះជំហានលើកដំបូងរបស់កីឡាករវ័យក្មេង Ipo Pros'a ហើយតើការប្រកួតនេះនឹងទៅជាយ៉ាងណាតោះយើងទៅតាមដានទាំងអស់គ្នាហើយក៏សូមអធិស្ឋានចំពោះការសង្ខេបវីដេអូផងដែរក៏ព្រោះតែថារៈវេលាអាចនឹងខ្លីៗសម្រាប់បងប្អូនតោះកុំឲ្យខាតពីយូរយើងចូលទៅក្នុងសាច់រឿងរបស់យើងតែម្ដងទៅរឿងរ៉ាវគឺបានចាប់ផ្ដើមឡើងនៅពេលដែលលោកគ្រូធំរបស់យើង Kamogawa បានប្រកាសយ៉ាងច្បាស់ៗទៅកាន់ Ippo ថាគូប្រកួតបន្ទាប់របស់គេគឺកីឡាករ Yusuke Oda ហើយគ្រាន់តែលើឈ្មោះភ្លាមលោក Yaki ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបប្រដាល់បានបើកសិភៅកំណត់ហេតុរបស់គាត់មើលហើយប្រាប់ថា Oda ធ្លាប់ប្រកួតបាន5ដងឈ្នះ3ដងចាញ់2ដងហើយស្ដាប់មើលទៅហាក់ដូចជាមិនសូវខ្លាំងទេមែនអត់បងប្អូនដោយសារតែឃើញទម្រង់បែបនេះហើយទើបអ្នកគ្រប់គ្នានៅក្នុងក្លឹបជឿជាក់ថា Ippo ប្រកាសជាអាចយកឈ្នះទៅលើ Oda បានយ៉ាងងាយស្រួលដូចជាបកជែកអញ្ចឹងអាយ៉ាចង់មើលងាយគូសត្រូវឯតានេះក៏ប៉ុន្តែសម្រាប់ Ippo ដែលជាអ្នកប្រដាល់ចំណូលថ្មីវិញការដែលគ្រប់គ្នាដាក់សង្ឃឹមខ្ពស់បែបនេះវាមិនមែនជារឿងដែលសប្បាយចិត្តនោះឡើយតែផ្ទុយទៅវិញវាគឺជាការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើស្មារតីរបស់គាត់វិញនោះទេហើយយើងងាកមកខាង Oda ឯនេះវិញកំឡុងពេលដែលត្រូវវឹកហាត់ Oda បែរជាចំណាយពេលដើរលេងសប្បាយរីករាយជាមួយនឹងមិត្តស្រីរបស់ខ្លួនទៅវិញដែលត្រូវជាកូនស្រីគ្រូបង្វឹករបស់លោកគ្រូ Mikami ទៅវិញរីឯលោកគ្រូ Mikami កាលបើឃើញកូនសិស្សរបស់គាត់មិនព្រមទៅវឹកហាត់អញ្ចឹងតែបែរជាមកសាសងសេចក្តីស្នេហាគាត់ក៏ចាប់ផ្ដើមផ្ទុះកំហឹងយ៉ាងខ្លាំងតែម្ដងហើយមកតាមរក Oda ដល់កន្លែងគេដេតទៀតហើយបានស្ដីបន្ទោសយ៉ាងធ្ងន់ធ្ងរទៅកាន់កូនសិស្សកំហុសរបស់គាត់ដែលធ្វើខ្លួនមិនសមជាកីឡាករផ្ដាល់សោះយីហាប្រឡោះចុះវាប្លង់ក៏បានងាកទៅកាន់កន្លែងមីចិនដ៏ល្បីល្បាញមួយកន្លែងកញ្ញារ៉ៃកូដែលជាមិត្តស្រីរបស់ Oda ហ្នឹងបានដើរទៅទីនោះជាមួយនឹងមិត្តភ័ក្តិរបស់នាងដើម្បីញ៉ាំអីចឹងណាក៏ប៉ុន្តែចៃដនក្រុម Oppo របស់យើងហ្នឹងក្រុម Ippo របស់យើងហ្នឹងដែលមានលោកបងសាច់ដុំធំ Tagamura Kimura និងអូគីក៏បាននៅទីនោះផងដែរនៅក្នុងកំឡុងពេលពួកគេកំពុងតែញ៉ាំមីដ៏ឈ្ងុយឆ្ងាញ់ពួកគេក៏បានជជែកគ្នាពីកីឡាករ Oda របស់យើងណាបែបកំ pl ែងពួកគាត់បាននាំគ្នានិយាយច្បល់ចំអន់ទៅកាន់សមត្ថភាពរបស់ Oda ហើយពួកគេបានប្រាប់ទៅកាន់ Ippo ថាកុំបារម្ភអីម្នាក់នឹងវាទុនខ្សោយទេការលឺបែបនេះហើយធ្វើឲ្យសង្សាររបស់ Oda ហ្នឹងគឺមិនសប្បាយចិត្តសោះតែម្ដងហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាសើចចុកពោះហ្នឹងគឺថាអូគីបានយកបៀមួយសន្លឹកមកទស្សទាយជោគជតារិស័យរបស់ Ippo អូគីបានបញ្ជាក់យ៉ាងច្បាស់ថាការទស្សទាយរបស់គាត់គឺឆុតខ្លាំងណាស់ចុះគ្រូបៀជឿអស់ក្អិតខោឥឡូវហ្នឹងលទ្ធផលបានចេញមកគឺបញ្ជាក់ថា Ippo នឹងឈ្នះហើយគ្រាន់តែលឺបែបនេះតាកូម៉ូរ៉ានិងគីម៉ូរ៉ានាំគ្នាផ្ទុះសំណាយផ្អើលពេញហាងចំណែកឯ Ippo វិញបានត្រឹមតែធ្វើមុខឆ្ងល់នៅចុងក្រោយទៅ Ippo បានដឹងការពិតពីតាកូម៉ូរ៉ាថាអូគីនឹងវាទូទាឆុតមែនក៏ប៉ុន្តែលទ្ធផលរបស់វាតែងតែផ្ទុយអំពីការទាយជានិច្ចនេះមានន័យថាបើវាឈ្នះគឺច្បាស់ជាចាញ់ហើយចប់ហើយ Ippo អើយបន្ទាប់ពី Oda បានចេញពីក្លឹបហាត់ប្រដាល់ Nishikawa ទាំងទៅហេតុហបក៏បានជួបនឹងជាមួយមិត្តស្រីរបស់ខ្លួន Riko ដែលរងចាំគាត់នៅខាងក្រៅរួចជាស្រេចហើយ Oda បានអួតអាងប្រាប់មិត្តស្រីរបស់ខ្លួនថាគាត់គឺមានដងណាមិនចាំបាច់វឹកហាត់ច្រើនក៏ឈ្នះដែរក៏ខ្លាំងដែរក៏លយដែរជឿជាក់ណាស់អាពើក៏ប៉ុន្តែលើកនេះ Raiko មិនបានលើកលែងអត់ឱនឲ្យគាត់នោះឡើយនាងបានតែ Oda មួយកំភ្លៀងផ្លាច់តែម្ដងនៅពេលដែលកំឡោះ Oda របស់យើងនឹងព្យាយាមយកដៃរបស់គាត់មកបំបងឯនាងណាហើយនាងក៏បាននិយាយថាបើបងឯងចាញ់ក្រប្រគល់លើកនេះណាពួកយើងនឹងបែកគ្នាហើយពីព្រោះខ្ញុំមិនចង់មានសង្សារដែលគេជេរប្រមាថថាជាជនអន់នោះទេសម្ដីគ្រានេះដូចជាផ្ទះកំភ្លៀង Oda យើងចំកណ្ដាលមុខតែម្ដងដូចជាការដាស់សតិ Oda អញ្ចឹងឯងគេបានត្រឡប់ទៅក្លឹបវិញទាំងយប់ហើយសុំលោកគ្រូ Mikami បង្វឹកគេឲ្យខ្លាំងបំផុតដើម្បីយកឈ្នះ Ippo ឲ្យបានកីឡាករយើងទាំងពីរបាននាំគ្នាវឹកហាត់ដោយចិត្តអំណត់តែម្ដងរហូតដល់ថ្ងៃថ្លឹងទម្ងន់នៅឯសង្វៀនប្រកួត Korakuen Hall នៅក្នុងពេលថ្លឹងទម្ងន់ Ippo បានព្យាយាមចូលទៅសួរសុខទុក្ខ Oda ក្នុងនាមជាកីឡាករដូចគ្នាអញ្ចឹងណាក៏ប៉ុន្តែអ្វីដែលគេបានទទួលមកវិញគឺការក្រឡេកខ្សែភ្នែកដ៏មុតស្រួចនិងជះកំហឹងសម្លក់សម្លឹង
យ៉ាងសាហាវអំពីសំណាក់អូដាយោយគូសត្រូវនេះមិនធម្មតាទេវាលែងធ្លាប់តែជាអូដាដែលធ្លាប់លេងសើចតទៅទៀតហើយតែនេះគឺជាអូដាដែលប្រយុទ្ធដើម្បីស្នេហានិងកិត្តិយសនិយាយរួមទៅគឺដើម្បីស្រីមុនពេលពួកគេឡើងសង្វៀនអ៊ីប៉ូបានរត់កម្ដៅសាច់ដុំរត់បណ្ដាវឹកហាត់បណ្ដាគេបាននឹកដល់ថ្ងៃដំបូងដែលគេព្យាយាមចាប់ស្លឹកឈើ10សន្លឹកឲ្យបានដើម្បីមានសិទ្ធិនៅក្នុងការវឹកហាត់ការប្រដាល់ហើយនោះគឺជាចំណុចចាប់ផ្ដើមនៃកម្លាំងចិត្តរបស់គាត់នៅវគ្គចុងក្រោយនៃសាច់រឿងរីឯសំឡេងជួងបានបន្លឺឡើងបរិយាកាសនៅក្នុងសីវៀនទាំងមូលគឺពោពេញទៅដោយភាពអ៊ូអរនិងភ្លើងចែងចាំងមែនទែនគាត់ថាអ៊ីប៉ូឃើញភ្លាមគឺថាវ៉ាវតែម្ដងបាទគឺជាលើកទី1នៅក្នុងការប្រកួតហើយដែលមានមនុស្សកោះកបែបនេះមកមើលគេអញ្ចឹងណាហើយតួឯកប្រុសរបស់យើងនិងគូប្រកួតរបស់គាត់អូដាបានឈានជើងចូលក្នុងសង្វៀនទាំងសងខាងសុទ្ធតែមានហេតុផលឈ្នះរៀងៗខ្លួនគ្រាន់តែថាមួយគឺការប្រយុទ្ធពីព្រោះតែខ្លួនឯងស្រឡាញ់នៅវិស័យនេះវិស័យកីឡាហ្នឹងហើយមួយទៀតគឺប្រយុទ្ធដើម្បីស្រីនិងកិត្តិយសហើយថាតើកណ្ដាប់ដៃដែករបស់អ៊ីប៉ូឬក៏ការតាំងចិត្តជាថ្មីរបស់អូដាអ្នកណាជាអ្នកទទួលបានជ័យជំនះសូមកុំភ្លេចរងចាំតាមដាននៅភាគបន្ទាប់ផងណាហើយបើសិនជាបងប្អូនមួយចូលចិត្តនៅវីដេអូសង្ខេបមួយនេះសូមកុំភ្លេចចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យ channel Bit Version ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីសាច់រឿងល្អមើលនៅពេលក្រោយទៀតសូមអរគុណសូមបងប្អូនមានសុខភាពល្អអនាគតបបររុងរឿងគណៈពេលនេះមានសូមជម្រាបលាបាយបាយសូមព្រះប្រទានពរ